វីដេអូនេះខ្ញុំបង្ហាញបាតដៃប្អូនស្រីម្នាក់បាទគាត់បានឆាតមកខ្ញុំហើយឲ្យខ្ញុំជួយមើលបាទថាតើបាតដៃរបស់គាត់មានសញ្ញាសំពៅបន់ដែរឬទេបាទឬមានសំពៅចិនដែរឬទេដោយគាត់ឃើញខ្ញុំផុសនៅលើ Facebook ហើយគាត់តែងនិយាយនៅលើ YouTube បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទពុកម៉ែបងប្អូនអ្នកដែលមិនទាន់យល់កន្លែងនេះបាទនៅក្នុងបាតដៃនេះមានសញ្ញាសំពៅបន់បាទប៉ុន្តែមិនពេញលក្ខណៈទេបាទដោយខាងចុងនេះខាងចុងខ្សែវាសនានេះវាអត់ជាប់ទៅនឹងខ្សែជីវិតបាទបើសិនជាវាដោះជាប់ទៅនឹងខ្សែជីវិតកន្លែងនេះនោះគឺជាសំពៅបន់ដែលពេញលេញបាទបើយើងប្រៀបធៀបទៅនឹងផ្លែឈើវិញគឺផ្លែឈើដែលល្អបាទមានសាច់ល្អមានសាច់ពេញបាទបើផ្លែទុរេនគឺទុរេនដែលមានសាច់ពេញបាទមានក្លែបល្អប៉ុន្តែវាក្រិនជាងបាតដៃដែលអត់មានសញ្ញាសំពៅបន់បាទអ្វីត្បិតតែវាមិនពេញលេញប៉ុន្តែវាមានបាទប្រៀបដូចផ្លែទុរេនដែលសំបីតែទុរេននោះវាផ្លែមិនស្អាតបាទប៉ុន្តែក្រិនជាងអត់មានផ្លែបាទប្រៀបធៀបដូចគ្នាបាទហើយបាតដៃនេះម្ចាស់បាតដៃក៏ជាអ្នកភូធាមានទ្រព្យសម្បត្តិគួរសមបាទប៉ុន្តែមិនដល់លំដាប់អ្នកមាននោះទេបាទប៉ុន្តែមិនអត់ទេបាទមានឡានដោយមានឡាន3គ្រឿងបាទហើយអត់មានបំណុលទេបាទហើយជាបាតដៃអ្នករស់ស៊ីបាទហើយជាបាតដៃអ្នករស់ស៊ីហើយពីដើមបាទកាលពីនៅក្មេងគាត់ជាអ្នកក្រលំបាកកូនកំព្រាបាទជាកូនកំព្រាប៉ុន្តែពេលគាត់ធំឡើងខិតខំប្រឹងធ្វើការស៊ីឈ្នួលគេបាទហើយបន្ទាប់មកគាត់បែកគំនិតរស់ស៊ីហើយគាត់ចេះនៅស្ងៀមទេបាទអ្នករស់ស៊ីច្រើនផ្លូវបាទបច្ចុប្បន្ននេះគាត់មានមុខរបរច្រើនយ៉ាងហើយមានបរិយនៅបាទមានបរិយច្រើនម៉ឺនដុល្លារនៅដែរហើយក៏មានផ្ទះមានរថយន្តច្រឡំប្រហែលជា3គ្រឿងបើខ្ញុំចាំមិនភ្លេចទេហើយអត់មានបំណុលទេបាទមានតែគេជំពាក់គាត់បាទមានតែគេជំពាក់គាត់គាត់អត់ជំពាក់គេទេបាទអញ្ចឹងបើសិនជាកន្លែងនេះបាទកន្លែងនេះជាប់ទៅនឹងខ្សែជីវិតណាបាទខ្សែវាសនាដោជាប់ទៅនឹងខ្សែជីវិតហើយល្អដោយដែលខ្ញុំគូនេះគឺគាត់នឹងមានមែនទែនបាទមានមែនទែនបាទអញ្ចឹងនៅក្នុងវីដេអូនេះក៏សូមចប់តែប៉ុណ្ណេះបាទសូមអរគុណ